ចិនប្រតិកម្មខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីតៃវ៉ាន់ទៅកាន់ជប៉ុនខណៈដែលភាគីជប៉ុនពន្យល់ថាជំហររបស់ខ្លួនមិនមានការផ្លាស់ប្ដូរឡើយករណីនាយករដ្ឋមន្ត្រីតៃវ៉ាន់លោកជូជុងតៃមកទស្សនាជប៉ុនកាលពីថ្ងៃទី7មីនាដើម្បីចូលរួមការប្រកួតកីឡាបាល់ស្បោពិភពលោក WBC រវាងក្រុមតៃវ៉ាន់និងសាធារណរដ្ឋឆេកបានធ្វើឲ្យចិនមានប្រតិកម្មខ្លាំងអ្នកនាំពាក្យក្រសួងការបរទេសចិនលោកគូចៃគុនបានអះអាងថាវាជាល្បិចកលតូចតាចក្នុងបំណងញុះញង់ឲ្យមានឯករាជ្យហើយបានបន្ថែមថាប្រសិនបើជប៉ុនបណ្ដោយឲ្យមានសកម្មភាពបែបនេះនឹងត្រូវទទួលខុសត្រូវនិងសងថ្លៃវិញយោងតាម NHK ក្រសួងការបរទេសចិនក៏បានធ្វើការតវ៉ាទៅកាន់ឯកអគ្គរដ្ឋទូតជប៉ុនលោកកាណាស៊ូហ្គីកេនជីប្រចាំទីក្រុងប៉េកាំងផងដែរនៅចំពោះមុខទូតជប៉ុនបានពន្យល់ថាជំហររបស់រដ្ឋាភិបាលជប៉ុនចំពោះបញ្ហាតៃវ៉ាន់គឺអនុលោមតាមសេចក្តីថ្លែងការណ៍រួមជប៉ុនចិនឆ្នាំ1972ហើយមិនមានការផ្លាស់ប្ដូរឡើយសូមជម្រាបជូនថាលោកជូជុងតៃកាលពីថ្ងៃទី8មីនាបានបញ្ជាក់ថាការមកទស្សនាជប៉ុនគឺជាសកម្មភាពផ្ទាល់ខ្លួននៅថ្ងៃឈប់សម្រាកនិងថ្លែងថាខ្ញុំគ្រាន់តែមកផ្ដល់កម្លាំងចិត្តដល់ក្រុមតំណាងតៃវ៉ាន់និងប្រជាជនតៃវ៉ាន់ដោយគ្មានគោលបំណងនយោបាយផ្សេងឡើយ